បាទសួស្តីបងប្អូនស្រូវនេះស្រូវពូជ OM 5451ចាប់ពីថ្ងៃព្រោះថ្ងៃ18ខែសីហាមកដល់ពេលនេះគឺថ្ងៃទី27ខែសីហាដូចគ្នាអញ្ចឹងមានន័យថាបានរយៈពេល10ថ្ងៃទាំងថ្ងៃព្រោះអញ្ចឹងបើសាច់ដែលយើងរំដោះទឹកចេញគឺទៅតែ9ថ្ងៃទេតែជាស្ដែងស្រូវដោះមិនទាន់អស់ទេប៉ុន្តែកន្លែងដែលគោកនោះដោះរៀងក្រាស់ក្រាន់បើតែកន្លែងដែលអស់ទឹកក្រោយដោះរៀងរង្វើលបន្តិចតែអត់បញ្ហាបងប្អូនណាហើយក៏មានកូនស្មៅដោះមកយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរជាស្ដែងបងប្អូនអ្នកទេសតតែកូនស្មៅអញ្ចឹងខ្ញុំមិនបងអងយូរខ្ញុំក៏ចាប់ការបាញ់ថ្នាំស្មៅតែម្ដងស្មៅតូចប៉ុណ្ណេះការកម្ចាត់វាកាន់តែអេមបងប្អូនណាហើយតែស្រូវដោះអស់នៅមិនទាន់អស់ទេបងប្អូនអ្នកមើលចម្រងមកទូចតែទៀតនេះសាក់កូនស្រូវប៉ុន្តែឃើញដោះប៉ុណ្ណឹងបានបងប្អូនណាអាណាមកតាមក្រោយមករួចមិនរួចទៅតាមរឿងរបស់វានេះគឺជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកាលណាស្ដាយតិចតួចហ្នឹងធ្វើឲ្យស្មៅមានឱកាសធំគឺពិបាកគ្រប់គ្រងអញ្ចឹងឲ្យតែមានស្រូវពេញដីបានណាបងប្អូននេះមើលទៅមើលសឹងតែមិនឃើញស្រូវឲ្យតែស្រូវដោះពេញដីបានណាអាតូចហ្នឹងវាមករួចមិនរួចតាមតែរឿងវាទៅអញ្ចឹងខ្ញុំបាញ់ថ្នាំបានមួយថ្ងៃយ៉ាងយូរមួយថ្ងៃ2ថ្ងៃយ៉ាងយូរគឺខ្ញុំបញ្ចូលទឹកហើយបងប្អូនណាអត់ចាំទេតែ4-5ថ្ងៃគឺស្មៅនឹងមានកម្លាំងវិញគឺអាចនឹងមិនងាប់ជាហេតុធ្វើយើងពិបាកបាញ់ថ្នាំស្មៅម្ដងទៀតនេះគឺជាបទពិសោធន៍របស់ខ្ញុំហើយបើកន្លែងបើស្រែបងប្អូនអត់ទឹកក៏សួរថាតើអត់ទឹកបាញ់ងាប់អត់ទឹកក៏ងាប់ដែរបងប្អូនណាស្មៅតូចបែបនេះបងប្អូនបាញ់ហើយបងប្អូនតាមដានមើលវាហើយបងប្អូនបើស្មៅបើអត់ទឹកសូមឲ្យបងប្អូនបាញ់ធុងស្ពាយល្អជាងធុងស្ពាយយើងដាក់ឲ្យចំគោលដៅបានល្អហើយយើងតាមដានមើលវាតើមានត្រង់កន្លែងណាដែលស្ទើរងាប់2ថ្ងៃឬ3ថ្ងៃបន្ទាប់បើស្ទើរងាប់កុំចាំបាច់មើលស្មៅនឹងងាប់អីសូមឲ្យបាញ់ថែមពីលើមួយជាន់ទៀតឲ្យហើយធាតុសកម្មដែលខ្ញុំប្រើបែបនេះគឺខ្ញុំនិយាយបែបនេះគឺធាតុសកម្មក្លម៉ាសូននិងប្រូប៉ានីលមានសមត្ថភាពសម្រាប់ចំពោះស្មៅស្លឹក2ស្លឹក3ឬក៏ស្មៅមានចន្លោះពីអាយុ7ថ្ងៃដល់10ថ្ងៃគឺអត់ទឹកក៏ងាប់ដែរបងប្អូនណាតែបើសិនជាបងប្អូនមានទឹកបាញ់ហើយបងប្អូនមានបញ្ចូលទឹកបានសឹមបានប៉ុណ្ណាយកប៉ុណ្ណឹងសិន